បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានក្តៅមួយទៀតហើយថ្មីចេះតែម្ដងបងប្អូនជាទីគោរពរាប់អានកីឡាករជម្រើសជាតិកម្ពុជាមួយម្នាក់ចងការប្រាក់ពីចំបៃខ្មៅ$200ការប្រាក់នៅក្នុងមួយថ្ងៃ$10ហើយចុងក្រោយនេះទាររហូតដល់$10000មកវិញទៀតបងប្អូនជាទីគោរពរាប់អានតើបញ្ហានេះវាគឺជាបញ្ហាដែលខុសច្បាប់ដែរឬទេរោគស៊ីយកការប្រាក់ខ្ពស់បែបនេះបញ្ហានេះផងដែរយើងដឹងហើយថាគឺការដែលយកការប្រាក់ខ្ពស់គឺត្រូវបានហាមឃាត់និងមិនឲ្យមានការចងការយកការប្រាក់ខ្ពស់បែបនេះនោះទេហើយធ្វើឲ្យកូនបំណុលអាចនឹងជួបបញ្ហាធ្ងន់តែម្ដងយើងដឹងហើយថាយើងមិនបានលើកទឹកចិត្តឲ្យអ្នកជំពាក់គេមិនអាចសងគេទេប៉ុន្តែយើងនិយាយអំពីរឿងសមហេតុផលនិងមិនសមហេតុផលរឿងសមហេតុផលនោះបើសិនជាយើងយកការប្រាក់ឲ្យល្មមសមរម្យទៅបើវាមិនទៅថៃទេតែនេះដូចជាខ្ពស់ហួសហេតុពេកទៅហើយបងប្អូនជាទីគោរពរាប់អាន$200ការប្រាក់នៅក្នុងមួយថ្ងៃ$10ហើយនៅក្នុងមួយថ្ងៃ$10ហើយឥឡូវចុងក្រោយនេះបើចំបៃខ្មៅទា$10000ទៀតតើវាគឺជាថ្លៃអ្វីយើងមិនទាន់អាចរៀបរាប់វែងឆ្ងាយបានទេតែយើងរងចាំមើលការបកស្រាយបើពីភាគីទាំងសងខាងគណៈដែលកីឡាករជម្រើសជាតិក៏បានចេញនៅសេចក្តីប្រកាសដោយបានលិខិតរបស់មេធាវីហើយពាក់ព័ន្ធជាមួយនឹងបញ្ហានេះផងដែរតើបងប្អូនយល់យ៉ាងណាដែរចំពោះការចងការហើយយកការប្រាក់ខ្ពស់បែបនេះដែលធ្វើឲ្យកូនបំណុលនឹងកាន់តែជួបហានិភ័យកាន់តែខ្លាំងបងប្អូនដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះបាទក្រសួងស្ថាប័នរដ្ឋនិងក៏ដូចជាពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុតែងតែអំពាវនាវបាទចំពោះអ្នកចងការប្រាក់និងក៏ដូចជាអ្នករកស៊ីចងការកុំយកការប្រាក់ពីពលរដ្ឋខ្ពស់ពេកបាននឹងជាពិសេសរហូតដល់មានការចាត់ការបាទទៅតាមផ្លូវច្បាប់ចំពោះក្រុមដែលបាទហៅថា scam មានន័យថាបាទគឺលួងលោមឲ្យជនរងគ្រោះយកលុយរបស់ខ្លួនហើយនៅក្នុងនោះដើម្បីយកការប្រាក់នឹងមានកម្ពស់ខ្ពស់ជ្រុលហួសហេតុហើយដើម្បីធ្វើឲ្យបាទជនរងគ្រោះនឹងជួបបញ្ហាកាន់តែធ្ងន់ដើម្បីឲ្យតែលុយចូលកប៉ៅខ្លួនឯងបាទដើម្បីឲ្យតែខ្លួនឯងនឹងបាទទទួលបាននូវភាពជោគជ័យតាមក្តីសម័យទោះបីជាជន់គេយ៉ាងណាក៏មិនគិតវាគឺជាបញ្ហាមួយដែលតែងតែកើតមានឡើងចំពោះអ្នករកស៊ីចងការប្រាក់ឯកជនមួយចំនួនខ្លះហ្នឹងបាទមែនតែនទៅឲ្យគេប៉ុណ្ណេះបាទទៀមទាប៉ុណ្ណោះរហូតដល់ចុងក្រោយបាទទុកលុយកាត់យករបស់គេផ្សេងបាទទៅតាមតម្រូវការនេះយើងមិនមែននិយាយលើកទឹកចិត្តបាទសម្រាប់អ្នកដែលជំពាក់គេមិនឲ្យសងទេតែយើងនិយាយបាទសម្រាប់អ្នកដែលចងការប្រាក់យកការថ្លៃបាទហើយបង្កហានិភ័យខ្ពស់បាទដល់ប្រជាពលរដ្ឋសម្រាប់អ្នកជំពាក់គេបាទអ្នកគឺត្រូវតែសងប៉ុន្តែអ្វីដែលសំខាន់បាទយើងលើកយកមកនិយាយពេលនេះគឺជជែកអំពីមូលហេតុការប្រាក់ថ្លៃហើយនៅក្នុងមួយថ្ងៃ$10បងប្អូនខ្ពស់ណាស់បាទដើមតែ$200ឥឡូវនេះបាទចុងក្រោយទា$10000ទៀតហើយឥឡូវនេះរហូតដល់ថ្នាក់បាទកីឡាករជម្រើសជាតិរូបនោះហើយបានចេញលិខិតដោយមេធាវីហើយបញ្ហានេះផងដែរឥឡូវនេះចំបៃខ្មៅបាទមិនទាន់មានការបកស្រាយបាទធំដុំនៅឡើយទេពាក់ព័ន្ធជាមួយនឹងបញ្ហាចងការប្រាក់នេះយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងកីឡាករជម្រើសជាតិបាល់ទះម្នាក់បាទខ្ចីលុយចំបៃខ្មៅចំនួន$200ការប្រាក់រហូតដល់$10នៅក្នុងមួយថ្ងៃតែត្រូវចំបៃខ្មៅប្រកាសទារប្រាក់ដែលជំពាក់រហូតដល់$10000ដែលធ្វើឲ្យលោកនឹងចេញសេចក្តីបំភ្លឺតាមរយៈមេធាវីលោកប៊ុនណារិតនិងដែលគេស្គាល់ថាជាជម្រើសជាតិកីឡាករបាល់ទះនឹងបានបង្ហោះលិខិតបំភ្លឺចំនួន2សន្លឹកទាក់ទិនជាមួយនឹងការខ្ចីប្រាក់ត្រឹមតែ$200តែត្រូវបានចំបៃខ្មៅបង្ហោះទាមទារប្រាក់រហូតដល់$10000នោះពាក់ព័ន្ធជាមួយនឹងបញ្ហានេះផងដែរកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះនឹងការផ្ទះផ្អើលយ៉ាងខ្លាំងសម្រាប់ខ្ញុំពេលនេះបាទជាការបញ្ចេញមតិយោបល់របស់ខ្ញុំបាទបងប្អូនអ្នកមានលុយចងការប្រាក់ទាំងឡាយបាទសូមមេត្តាកុំយកខ្ពស់ហួសហេតុពេកយើងដឹងហើយថាស្របពេលដែលសេដ្ឋកិច្ចកំពុងតែបាទជួបបញ្ហាហើយនៅក្នុងនោះផងដែររកលុយដើម្បីដោះបញ្ហាប៉ុន្តែបែរជាធ្វើឲ្យលុយទាំងនោះបាទคล้ายទៅជាលុយបង្កើនទៅលើបញ្ហាថែមធ្ងន់លើដើមដោយសារអ្វីដោយសារការប្រាក់ខ្ពស់យើងធ្លាប់ឮតែការប្រាក់10%បាទ15%ទៅ20%ឬមួយក៏បាទខ្ចី1លានបាទបង់100ថ្ងៃដាច់បាទទៅលើការដក
បាទ100000ឬក៏បាទ150000 20000អញ្ចឹងទៅប៉ុន្តែឥឡូវនេះចម្លែកមែនតើបងប្អូនតើគេមានរូបមន្តអ្វីចងការប្រាក់របៀបម៉េចបាទស្របពេលដែលការប្រាក់ហ្នឹងគឺមួយថ្ងៃ$10បងប្អូនច្រើនណាស់ណាបាទសម្រាប់បងប្អូនដែលធ្វើកម្មករសំណង់បាទការងាររោងចក្របាទមួយថ្ងៃខ្លះអត់បាន$10ទេបងប្អូនបាទដល់តែមេណូបាន$10ជាងបន្តិចបាទច្រើនណាស់ណាបាទមិនមែនតិចទេមួយថ្ងៃ$ហើយឥឡូវនេះបាទទាបន្ថែមចំនួន$10000ទៀតតើនេះគឺជាការច្របាច់កមនុស្សយកលុយឬមួយក៏បាទជាការធ្វើសកម្មភាពបាទឲ្យមនុស្សហ្នឹងបាទកាន់តែជួបបញ្ហានៅក្នុងបំណុលកាន់តែធ្ងន់ការនិយាយរបស់ខ្ញុំនេះមិនមែនមានគោលបំណងបាទដើម្បីកាន់ជើងអ្នកអត់សងលុយទេប៉ុន្តែបាទមុននឹងឈានទៅដល់នៃការបាទធ្វើសកម្មភាពនៃការទារប្រាក់ច្រើនបែបនេះបាទយើងក៏ត្រូវតែលម្អិតអំពីគោលការណ៍បាទអំពីហិរញ្ញវត្ថុរបស់យើងនិងគោលការណ៍ឲ្យគេខ្ចីឲ្យច្បាស់ដែរបាទពីព្រោះថាអ្នកចងការប្រាក់មួយគាត់តែងតែមានគោលការណ៍បាទមុននឹងឲ្យអតិថិជនខ្ចីបាទខ្លះហ្នឹងឲ្យគេខ្ចីហើយអត់ប្រាប់ពីគោលការណ៍និងគោលបំណងរបស់ខ្លួនឯងបាទឬមួយក៏បាទក្រុមហ៊ុនឬមួយក៏ខ្លួនឯងជាម្ចាស់បំណុលថាអ្នកកំណត់យកបែបនេះបាទធ្វើបែបនេះបាទប្រហែលថ្ងៃដាច់ឬមួយក៏ចងការបាទ$200ហ្នឹងបង់$10ហ្នឹងបាទប្រហែលថ្ងៃដាច់បាទវាគឺត្រូវបានកំណត់ប៉ុន្តែឥឡូវនេះអ្វីដែលចម្លែកបំផុតបងប្អូនបាទគឺទារ$10000ទៅទៀតបាទពីកីឡាករជម្រើសជាតិនេះខ្ញុំអត់យល់ពីក្បួនចងការនេះទេប៉ុន្តែគ្រាន់តែថាបាទនៅក្នុងនាមជាអ្នករកស៊ីចងការប្រាក់បាទបងប្អូនគួរតែគិតពិចារណាបាទសូមកុំបាទចង់បានលុយការប្រាក់គេដល់ថ្នាក់បាទជ្រុលហួសហេតុពេកយើងយកបាទចង់បានណាល្មមបានហើយបាទយើងចែកគេរស់យើងចែកយើងរស់ខ្លះគេរស់ខ្លះបាទដើម្បីបន្តដំណើរទៅមុខជាមួយគ្នាបាទកុំមកកន្លែងបាទសំខាន់ឲ្យតែអញបានបាទទោះបីជាបាទយកគេឲ្យរលាយពីខ្លួនក៏បាទធ្វើគឺវាកាន់តែពិបាកមែនតើហើយបងប្អូនបាទនេះយើងនិយាយតែពីអ្នកនិយាយពីបាទការចងការប្រាក់ថ្លៃទេណាបងប្អូនខ្ញុំអត់និយាយអ្នកចងការប្រាក់ទៀបហើយបាទកូនបំណុលអត់សងទេបាទពាក់ព័ន្ធជាមួយនឹងអ្នកចងការប្រាក់ទៀបបាទកូនបំណុលអត់សងបាទបងប្អូនធ្វើទៅតាមនីតិវិធីនៃច្បាប់បាទធ្វើទៅតាមគោលការណ៍វាជារឿងសមហេតុផលប៉ុន្តែនៅក្នុងនេះខ្ញុំនិយាយតែរឿងហួសចិត្តថារឿងចងការប្រាក់$200បាទយកមួយថ្ងៃ$10ហើយឥឡូវនេះទាររហូតទៅដល់$10000បាទខ្ញុំនិយាយតែអ្នកចងការប្រាក់ច្រើនទេបាទចាប់ពី10%ឡើងទៅទេបាទអញ្ចឹងអ្នកចងការប្រាក់តិចបាទសូមមេត្តាកុំយល់ច្រឡំហើយកុំបាទតិចទៀតមកខ្ញុំបាទនេះយើងនិយាយការពារគ្នាទុកមុនទៅហើយពាក់ព័ន្ធជាមួយនឹងបញ្ហានេះដូច្នេះបងប្អូនបញ្ចេញមតិយោបល់ទៅតាមការគួររៀងខ្លួនបាទសូមអង្វរ fan ទាំងអស់គ្នាកុំជេរណាបងប្អូនណាបាទយើងគ្រាន់តែចេញមតិយោបល់បាទទៅតាមអ្វីដែលបងប្អូនយល់ទៅចោះដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា